ngày nay mà bà ham pi rồi việcក្នុងការកាច់ខ្លែងឯកខ្មែរបងប្អូនអរគ្នាប្តីរបស់ខ្ញុំគាត់ជាអ្នកធ្វើហើយខ្ញុំគឺជាអ្នកបកស្រាយអីចឹងទៅសម្រាប់ខ្លែងឯកខ្មែរនេះដែរគឺពិបាកធ្វើខ្លាំងមែនតែនត្មងណាបើស្រួលធ្វើគេធ្វើគ្រប់គ្នាទៅអត់បងប្អូនហ្នឹងហើយសម្រាប់ការបត់ម៉ែនឆ្អឹងហ្នឹងគឺថាពិបាកខ្លាំងមែនតែនបងប្អូនអរគ្នាគឺត្រូវចាក់ម៉ែតផងកាច់ស្រួលហ្នឹងណាបាក់ត្រង់ទ្រាយឬក៏ខូចប្រការណាមួយអីចឹងទៅបងប្អូនហើយនិយាយថាតម្រាំតែបានឆ្អឹងខ្លែងមួយហ្នឹងគឺយូរខ្លាំងមែនតែនហ្មងមើលតែកៅទៅដឹងហើយគឺដូរគ្រប់ម៉ូតគ្រប់ម៉ាកហ្មងព្រោះអីខ្លែងមួយហ្នឹងមិនមែនតែធ្វើមួយថ្ងៃគឺហើយទេបងប្អូនជួនកាល2ថ្ងៃទៅ3ថ្ងៃឯណោះដែលស្នាក់អីប្តីរបស់ខ្ញុំគាត់រវល់ធ្វើការដែរចឹងហើយគឺឆ្លៀតបានតិចទេហើយបើសិនជាគាត់អង្គុយធ្វើហ្មងមួយថ្ងៃប្រហែលបាន5អីចឹងណាអាហ្នឹងតាមពាក្យសម្ដីរបស់គាត់ដែលបាននិយាយប្រាប់ខ្ញុំការឆ្នាំទៅបងប្អូនគាត់ធ្វើខ្លែងហ្នឹងគឺថាកាច់បាក់កាប់បាក់ហ្មងតែឥឡូវគឺអត់សូវបាក់បានទេបងប្អូនហើយបាក់ហើយគឺសក់ធ្វើម្ដងទៀតនឹងឯងខាត់ផងអីផងអើយអាណិតប្តីមួយថ្ងៃបងប្អូនតែធ្វើមិនទេគាត់គឺជាក្នុងបងឯងរបស់ខ្ញុំចឹងណាបងប្អូនចឹងហើយគឺថាស៊ូគ្រប់យ៉ាងគឺដើម្បីប្រពន្ធនឹងឯងតែសារគាត់ដឹងតិចនៃពីវិធីធ្វើច្រើនចឹងណាបងប្អូនហើយនេះរបៀបចងខ្សែបងប្អូនអរគ្នាការចងខ្សែបែបនេះធ្វើឲ្យឆ្អឹងខ្លែងរបស់យើងនឹងអត់រង្គិលចោះទេគឺនឹងបានល្អចឹងណាហើយការចងខ្សែនឹងដែរគឺយើងត្រូវការចាក់ម៉ាតផងដែរបងប្អូននិយាយទៅគឺចាក់ឲ្យស្មើគ្នាទាំងសងខាងអីហ្នឹងធ្វើព្រឹត្តព្រៀងចេះបងប្អូននៅពេលដែរធ្វើហើយនឹងគឺយកទៅប្រហោះសាអីចឹងណាដឹងតែហោះហ្មងនិយាយទៅភាគរយតិចណាត្រឹម 1% ថាមិនហោះហ្នឹងមកពីដងឯកក៏ថាបានដែរអីចឹងណាចឹងសេរីតែដងឯកតិចតួចទៅគឺហោះនឹងហ្មងកុំឲ្យតែថាអ្នកលេងហ្នឹងក៏អត់ចេះលេងឬក៏ចងដងឯកហ្នឹងអត់ស្មើគ្នាអីចឹងទៅតែនេះគ្រាន់តែមានខ្យល់បងប្អូនតែមិនមែនខ្យល់នឹងជួនកាលវាមកបក់បោកដោយរលកអីចឹងទៅចឹងហើយខ្លែងបងប្អូនដឹងស្រាប់ហើយវាស្ថិតទៅលើខ្យល់ចឹងតែខ្យល់វាបក់បោកវារេតាមខ្យល់អីចឹងទៅតែត្រង់ហ្នឹងទូខ្ញុំបាច់និយាយក៏បងប្អូនដឹងដែរព្រោះបងប្អូនអ្នកលេងចឹងអ្នកលេងខ្លែងក៏ត្រូវយកត្រង់ហ្នឹងណាប្រាប់ការបិទនេះដែរក៏មានបងប្អូនសួរផងដែរថាចេះអូបងអើយខ្ញុំឃើញម៉ែបិទរៀងស្អាតដែរអញ្ចឹងគឺយើងបិទមិនទៅហ្នឹងហើយបងប្អូនគឺយើងប៉ានស្មានឆ្អឹងជាមួយនឹងកណាត់ហ្នឹងឯងហើយបើសិនជាឆ្អឹងរបស់យើងជ្រុងអញ្ចឹងយើងកាត់កណាត់ហ្នឹងតម្រូវតាមជ្រុងរបស់វាមកហើយសម្រាប់កណាត់ដែរបងប្អូនកុំអាកាត់តាមឆ្អឹងហ្នឹងទាំងអស់អីកាត់មួយជាងបិទមួយជាងអីសិនអញ្ចឹងណាកុំឲ្យកណាត់របស់យើងហ្នឹងទៅតេបតាអីចឹងទៅឬក៏បិទទៅឲ្យស្មើឆ្អឹងអញ្ចឹងណាបងប្អូនហើយការបិទរបស់ខ្ញុំនេះដែរគឺខ្ញុំពលឺអញ្ចឹងណាបងប្អូនគឺពលឺស្នាច់កណាត់ហ្នឹងឯងព្រោះអីខ្ញុំដឹងថាចេះបងប្អូនជួនកាលលេងចូលភក់ឬក៏លេងចូលកន្ទប់ព្រៃអីចឹងទៅវាអាចនឹងធ្វើឲ្យកណាត់ហ្នឹងលហែកអញ្ចឹងបងប្អូនអាចទាញកណាត់ហ្នឹងយកមកបិទឆ្អឹងសារថ្មីគឺចំណេញឃើញអត់ចំណេញណាបងប្អូនចឹងខ្ញុំធ្វើខ្លែងនេះគឺធ្វើឲ្យបងប្អូនចំណេញនឹងឯងតែមិនបាច់ភ័យរឿងសាច់កណាត់ទេបងប្អូនសាច់កណាត់នេះគឺវាសាច់កណាត់លេខ1អញ្ចឹងហើយគឺវាមិនងាយនឹងលហែកទេនឹងលុះត្រាតែបងប្អូននឹងលេងកញ្ឆក់កឆែងឬក៏លេងអត់ថាទៅហើយនេះតុបតែងទៅគឺថាស្អាតខ្លាំងមែនតើហ្មងណាសម្រាប់ការចងខ្សែធុងពេលបងប្អូនយកទៅលេងកុំសេរីខ្សែធុងខ្សែថ្មីសោះព្រោះកាលណាដែលបងប្អូនសេរីខ្សែធុងខ្សែថ្មីធ្វើឲ្យខ្លែងហ្នឹងហោះក៏ហោះវិវេអីចឹងទៅព្រោះប្តីរបស់ខ្ញុំសេរីខ្សែធុងហ្នឹងឲ្យត្រូវជាមួយនឹងខ្លែងហើយជួនកាលបងប្អូនបរោះទៅវាអត់ហោះអាហ្នឹងមកពីខ្យល់ទេជួនកាលខ្យល់តិចជួនកាលខ្យល់វោចឹងណាបងប្អូនដឹងស្រាប់ហើយខ្លែងគឺស្ថិតលើខ្យល់ហ្នឹងឯងហើយនេះមិនបាច់ភ័យទេបងប្អូនខ្លែងដែលធ្វើហើយគឺយកទៅសាកមានវីដេអូមានអីចឹងណានិយាយទៅទូទៅហោះនឹងល្អហោះស្អាតទៅទទួលបានដល់ដៃអីចឹងណាបងប្អូនអរគ្នាសម្រាប់ខ្លែងបិទកណាត់នេះបងប្អូនបើសិនបងប្អូនបរោះតម្លាក់វាចូលផងឬក៏ចូលទឹកកុំបរោះម្ដងទៀតខ្ញុំឲ្យវាស្ងួតសិនចាំបរោះបើបងប្អូនបរោះទាំងសើមហ្នឹងគឺវាអត់ហោះទេធ្ងន់ទឹកអីចឹងណាបងប្អូនខ្លែងនេះមួយបងប្អូនឯងហោះដាច់កតុយមកជាហៀងក៏នៅតែហោះមិនធម្មតាណាហើយនេះខ្ញុំគ្រាន់តែសាកជូនភ្ញៀវសិនណាសម្រាប់តានឯងហ្នឹងគឺមិនទាន់ធ្វើហើយទេអូយដាច់កតុយឯងនៅតែហោះទៀតចំហើយឡើងចាស់ដាច់កតុយឯងនៅហោះទៀត